បាទសួស្តីបងប្អូនថ្ងៃនេះខ្ញុំមកយើងនិយាយអំពីតម្លៃថ្នាំរលាកដំណងនោមអញ្ចឹងបងប្អូនមានបងប្អូនខ្លះក៏មិនស៊ូមានបងប្អូនខ្លះក៏ឆាតស៊ូអញ្ចឹងខ្ញុំសូមបញ្ជាក់នៅក្នុងវីដេអូនេះបាទតម្លៃថ្នាំរលាកដំណងនោមខ្ញុំនេះមួយកញ្ចប់នេះតម្លៃ 60000 បាទហើយបងប្អូនយកទៅភាគមើលថាថ្លៃឬមួយក៏ថោកហើយសួរថាតើចំណាយប្រហែលកញ្ចប់ថ្នាំខ្ញុំបច្ចុប្បន្ននេះគឺថ្នាំរលាកដំណងនោមនេះគឺចំណាយខ្ញុំចាំច្រើនតែ3កញ្ចប់ទេណាបងប្អូន3កញ្ចប់គឺជាហើយសួរថាតើមានប្រសិទ្ធភាពទេខ្ញុំបញ្ជាក់កន្លែងនឹងជូនបងប្អូនបន្តិចតាំងពីខ្ញុំព្យាបាលជាមួយឪពុកខ្ញុំរហូតដល់ខ្ញុំឥឡូវនេះថ្នាំរលាកដំណងនោមនេះអត់តខុសនរណាម្នាក់ទេ 100% តែម្ដងមិនមែនថា99% គឺ 100% តែម្ដងទៅលើថ្នាំរលាកដំណងនោមនេះអញ្ចឹងខ្ញុំមើលឃើញបងប្អូនខ្លះគាត់គិតថាថ្នាំរលាកដំណងនោមនេះជំងឺរលាកដំណងនោមវាជាជំងឺស្រាលប៉ុន្តែខ្ញុំប្រាប់ទៅបងប្អូនថាជំងឺរលាកដំណងនោមមិនមែនជាជំងឺស្រាលគឺជាជំងឺធ្ងន់ដែលចំណាយលុយប្រាក់ពាន់ប្រាក់ម៉ឺនហើយសួរថាតើយើងចំណាយលុយធំជាង 100000 អីព្យាបាលជាសួរថាថ្លៃទេខ្ញុំថាថ្នាំខ្ញុំរាល់ថ្ងៃនេះខ្ញុំនិយាយត្រង់ណាអារម្មណ៍ខ្ញុំគាត់ថាតម្លៃថ្នាំខ្ញុំនេះមិនគូលក់តម្លៃប៉ុណ្ណេះទេខ្ញុំនិយាយត្រង់ដោយសារតែជំងឺនេះធ្ងន់ខ្លាំងប្រឈមនៃការដូរឈាមប្រឈមនៃការដូរកលៀនប្រឈមនឹងវះកាត់ផ្លោកដូមចោលតែម្ដងនេះជំងឺនេះណាអញ្ចឹងថ្នាំខ្ញុំធំជាង 100000 បងប្អូនដល់ 20000 នេះព្យាបាលជំងឺរលាកដំណងនោមជាខ្ញុំគិតថាថ្នាំខ្ញុំនេះគឺតម្លៃដែលធូរថ្លៃបំផុតហើយបងប្អូនមើលគិតថាហេឃើញថ្នាំណាក៏អ៊ូតដូចគ្នាប្រកែដែរមកបងប្អូនមកផ្ទះខ្ញុំទទួលព្យាបាលមកជាបានខ្ញុំយកលុយប៉ុន្តែខ្ញុំបញ្ជាក់រាល់ការទទួលព្យាបាលគឺចែកដាច់ជាមួយនឹងការលក់ថ្នាំមិនមែនមកចប់ 60000 បងប្អូនមកខ្ញុំលក់មកចប់ 60000 អត់ទេណាបងប្អូនខ្ញុំសូមបញ្ជាក់ព្រោះការព្យាបាលជំងឺរលាកដំណងនោមឲ្យជា 100% ចាយពេលយ៉ាងតិចកន្លះខែបាទ12ថ្ងៃ15ថ្ងៃគឺប៉ុណ្ណឹងជាទូទៅហើយសូមតើអត់ជាង 100000 តែខ្ញុំទទួលព្យាបាលបងប្អូនយកប៉ុណ្ណឹងជាង 100000 អត់ទេណាបងប្អូនខ្ញុំនិយាយព្រោះខ្ញុំត្រូវចំណាយពេលនៅមើលបងប្អូនចំណាយកន្លែងទឹកភ្លើងទៀតអាហ្នឹងខ្ញុំនិយាយអស់ហ្មងទៅអញ្ចឹងតម្លៃของការព្យាបាលផ្សេងអញ្ចឹងបងប្អូនបើសិនជាចង់ជាបងប្អូនមកជួបខ្ញុំទទួលព្យាបាលមកជាឲ្យហើយបើបងប្អូនមានទំនុកចិត្តបងប្អូនជាវទៅមកកញ្ចប់ 60000 អស់តែ 2-3 កញ្ចប់ជាហើយអញ្ចឹងថ្ងៃក្រោយកុំឲ្យបងប្អូនឆ្ងល់ហើយស៊ូខ្ញុំថាហេលោកគ្រូថ្នាំតម្លៃប្រមាណហើយបកកាយវត្តណាបងប្អូនខ្ញុំទើបនឹងផ្សព្វផ្សាយទេជំនួសលោកឪពុកខ្ញុំនៅថ្មីនេះទេប្រហែលខែនេះទេអញ្ចឹងអ្នកជំងឺរលាកដំណងនោមបច្ចុប្បន្នដែលជាវថ្នាំខ្ញុំមិនទាន់រួចអ្នកណាម្នាក់ថាអត់ជាទេអញ្ចឹងបើបងប្អូនគិតថាអេចង់ជ្រែរកថ្នាំណាដែលធូរថ្លៃជាងហ្នឹងក៏ធ្វើទៅប៉ុន្តែបងប្អូនត្រូវគិតថាថ្នាំថ្លៃថ្នាំធូរថ្លៃឬក៏ថ្នាំថ្លៃយ៉ាងនេះវាមិនសំខាន់ទេសំខាន់គឺមានប្រសិទ្ធភាពអត់កុំសាកអានេះបន្តិចសាកអានោះបន្តិចថ្នាំនោះធូរថ្លៃហើយជាមិនបកកែទេថ្នាំនេះថ្លៃហើយជាមិនបកកែទេរកថ្នាំផ្សេងអាហ្នឹងបងប្អូនកុំប្រើមតិទស្សនៈបែបហ្នឹងអីត្រូវស្វែងរកថ្នាំណាដែលបកកែល្អ 100% ចឹងខ្ញុំនិយាយចុងក្រោយថាខ្ញុំហ៊ានទទួលព្យាបាលឲ្យជា 100% ខ្ញុំមិនមែនតែនេះមកអង្គុយមើលបងប្អូនហូបថ្នាំទេខ្ញុំប្រាប់បងប្អូនថាបើខ្ញុំហ៊ានទទួលព្យាបាលហើយគឺថ្នាំខ្ញុំពិតជាបកកែ 100% ចឹងពលមានលម្អិតសូមបងប្អូនទាក់ទងតាមលេខទូរស័ព្ទខាងលើបទសូមអរគុណ